បាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel Hoodie Me ទាំងអស់គ្នាជឿថាថ្ងៃនេះផងដែរខ្ញុំមានវីដេអូតពីថ្ងៃមុនហើយអំពីមូលដ្ឋានគ្រឹះភាសាជប៉ុនហើយអញ្ចឹងសម្រាប់ថ្ងៃមុនយើងរៀនពីអក្សរស័កដល់អក្សរសុហើយអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងរៀនពីអក្សរតៈរហូតដល់អក្សរតុវិញម្ដងណាហើយអញ្ចឹងអក្សរទី1គឺអក្សរតៈឬក៏យើងអានថាថៈហើយអញ្ចឹងវាមាន3គំនូសហើយអញ្ចឹងអក្សរនេះយើងមើលមួយផ្លែតគឺស្រដៀងជាមួយនឹងអក្សរកឹណាអក្សរកឹហើយខុសត្រង់ថាវាអត់មានគំនូសវះពោះកណ្ដាលនេះហើយឥឡូវយើងមើលរបៀបសរសេរទាំងអស់គ្នានៅក្នុងស្នាមណៃនេះហើយ1 2 3ណា1 2 3 1 2 3ណាហើយអញ្ចឹងអក្សរនេះមាន3គំនូសហើយយើងសរសេរដូចអក្សរកឹអញ្ចឹងហើយថែមតែមួយគំនូសចំកណ្ដាលមកខ្ល้ายជាអក្សរតៈហើយណាហើយសម្រាប់នៅផ្នែកខាងលើនេះហើយចន្លោះគំនូសទី1និងទី2នេះយើងគូសលើសក្បាលចេញតិចក៏អត់អីដែរណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរតៈយើងថាថៃធរហើយថៃធរបកប្រែថាចំណងជើងណាចំណងជើងមកពីពាក្យអង់គ្លេស title ហ្នឹងហើយបន្តមកទៀតយើងចូលមកកាន់អក្សរឈិហើយអក្សរឈិមាន3គំនូសហើយអញ្ចឹងយើងមើលវាផ្សេងនៅក្នុងស្ដាំណៃនេះ1 2 3ណាហើយ1 2 3ណា1 2 3ហើយអញ្ចឹងគំនូសទី1យើងគូសពីលើចុះក្រោមប្រឆាកមកផ្នែកខាងឆ្វេងហើយគំនូសទី2ពីឆ្វេងទៅស្ដាំហើយដល់ចុងកន្ទុយនេះធំមេរឹកហើយសម្រាប់គំនូសទី3ពីលើចុះក្រោមហើយរាងកោងមួយខាងឆ្វេងបន្តិចហ្នឹងដែលចុងកន្ទុយវាបញ្ចប់ដោយហារ៉ាវណាអក្សរឈិហើយអក្សរឈិពាក្យដែលផ្ដើមអក្សរឈិនេះគឺឈីមហើយឈីមបកប្រែថាក្រុមហើយមកពីអង់គ្លេសសំទោសមកពីពាក្យអង់គ្លេសគឺ team ណាហើយបន្តមកទៀតយើងចូលមកកាន់អក្សរសឹនេះហើយអក្សរសឹហើយវាមាន3គំនូសដូចគ្នាហើយយើងមើលវាសរសេរនៅក្នុងស្នាមណៃនេះ1 2 3ណាហើយម្ដងទៀត1 2 3ណាហើយណាម្ដងទៀត1 2 3ហើយអញ្ចឹងពីរគំនូសទី1និងគំនូសទី2ហ្នឹងគឺគូសស្របគ្នាហើយគូសប៉ប៉ិនគ្នាហើយណាទី1ពីលើចុះក្រោមឆាកមកខាងស្ដាំដែលចុងកន្ទុយវាឈប់ទី2ក៏អញ្ចឹងដែរហើយសម្រាប់ទី3យើងគូសពីលើចុះក្រោមឆាកមកខាងឆ្វេងណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរសឹកនេះគេហៅថា fruits ហើយ fruits ហើយអញ្ចឹងពាក្យសឹកខាងនេះ fruits នេះគឺខ្ញុំអត់បានដាក់ពាក្យដែលផ្ដើមដោយអក្សរសឹកទេហើយខ្ញុំដាក់នៅពាក្យណាដែលវាជាប់នៅខាងចុងវិញណាហើយ fruits បកប្រែថាផ្លែឈើណាផ្លែឈើមកពីអង់គ្លេស fruit ណាហើយបន្តមកទៀតយើងចូលមកកាន់អក្សរតៈណាហើយអក្សរតៈឬក៏ថៈហើយអញ្ចឹងអក្សរតៈមាន3គំនូសហើយអញ្ចឹងយើងមើលពាក្យផ្សេងនៅក្នុងស្នាមណៃនេះ1 2 3ណាហើយម្ដងទៀតយើងមើលពាក្យផ្សេងម្ដងទៀត1 2 3ណាហើយ1 2 3ហើយអញ្ចឹងគំនូសទី1និងទី2យើងគូសហើយពីឆ្វេងទៅស្ដាំហ្នឹងស្របគ្នាហើយតែប្រវែងគឺទី1ហ្នឹងគឺខ្លីជាងណាហើយចំនួនសំទោសគំនូសទី1និងទី2គឺបញ្ចប់ដោយធំមេរឹកដូចគ្នាហើយសម្រាប់គំនូសទី3យើងគូសពីលើចុះក្រោមបញ្ឆាកមកខាងឆ្វេងបន្តិចហើយបញ្ចប់ដោយហារ៉ាវណាហារ៉ាវហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរតេនេះគឺយើងថា tennis តេក៏បានឬក៏ថេក៏បានហ្នឹងយើងថា tennis ហើយ tennis បកប្រែថាកីឡា tennis ហើយកីឡា tennis ឬក៏កីឡាវាយកូនបាល់ណាហើយបន្តមកទៀតហើយគឺដល់អក្សរចុងក្រោយនៃជួរអក្សរតគឺអក្សរតុឬក៏ថុណាអក្សរតុឬក៏អក្សរថុហើយយើងមើលមួយផ្លែតគឺថាឃើញរបៀបសរសេរគឺស្រួលមែនតើហើយមានតែពីរគំនូសហើយអត់មានបត់បែនអីច្រើនហើយឥឡូវយើងមើលរបៀបសរសេរនៅក្នុងស្នាមណៃនេះ1 2ណា1 2ហើយ1 2ហើយ1 2ហើយណាអញ្ចឹងគំនូសទី1ពីលើចុះក្រោមត្រង់ទី2ហើយប្រឆាកជាគូបែបប្រឆាកមកខាងក្រោមហើយមកខាងស្ដាំណាហើយអញ្ចឹងទាំងគំនូសទី1ទាំងគំនូសទី2គឺបញ្ចប់ដោយធំមេរឹកឈប់ហើយណាពាក្យដែលផ្ដើមដោយអក្សរតុគឺតយរៈបកប្រែថាបន្ទប់ទឹក
ហើយមកពីពាក្យអង់គ្លេស toilet ណាហើយអញ្ចឹងយើងមើលពីអក្សរតៈឡើងវិញហើយអក្សរតៈមាន3គំនូសណាអក្សរតៈមាន3គំនូសហើយមកទៀតអក្សរឈិក៏មាន3គំនូសហើយបន្តមកទៀតអក្សរសឹក៏មាន3គំនូសហើយបន្តមកទៀតអក្សរតេឬក៏ថេហ្នឹងក៏មាន3គំនូសហើយដែលចុងក្រោយអក្សរតឬក៏ថហ្នឹងមានតែ2គំនូសទេណាហើយអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងរៀន5អក្សរហ្នឹងហើយអញ្ចឹងនៅវីដេអូបន្ទាប់យើងនឹងរៀនអំពីជួរអក្សរណឬក៏អក្សរណណាដែលមានណនីនឺណេណុហើយអូខេអញ្ចឹងថ្ងៃនេះប៉ុណ្ណឹងសិនអរគុណអ្នកទាំងអស់គ្នាហើយ